ชีวประวัติអ្នកព្រះភិរមភាសាអ៊ូហៅងុយ1865ដល់1936អ្នកព្រះភិរមភាសាអ៊ូឈ្មោះពេញអ៊ុកអ៊ូហៅងុយកើតនៅគ្រិស្តសករាជ1865ពុទ្ធសករាជ2408នៅភូមិព្រៃអណ្ដូងស្វាយឃុំកំបូរស្រុកភ្នំពេញខេត្តកណ្ដាលឪពុករបស់លោកនាមអុកធ្វើជាមេឃុំកំបូរមានគោរមងារជាចៅភ្ញាធម្មធរាចៅភ្ញាអុកជាប់ជាសាច់ញាតិនឹងម្ចាស់អង្គប៉ុម្ដាយរបស់លោកនាមអៀងជាមន្ត្រីរបស់ចៅភ្ញាមកមេឃុំស្ពានថ្មស្រុកខេត្តជាមួយគ្នាឪពុកនិងម្ដាយលោកត្រូវជាបងប្អូនជាទួតមួយនឹងគ្នាលោកជាកូនទី2នៅក្នុងក្រុមគ្រួសារកាលពីនៅវ័យកុមារលោកបានរៀនសូត្រលេខនិពន្ធអក្សរសាស្ត្រនៅវត្តអង្គបឹងចកភូមិបែកស្គរឃុំបែកចានក្នុងស្រុកកំណើតរបស់លោកកុមារអ៊ុកអ៊ូជាក្មេងម្នាក់ឧស្សាហ៍រៀនសូត្រលោកបានបួសជាសាមណេរនៅក្នុងវត្តនោះប៉ុន្មានឆ្នាំក្រោយមកលោកបានលាចាកសិក្ខាបទទៅបម្រើឪពុកម្ដាយវិញហើយបានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអញ្ញាលួងលោកអាយុបាន21ឆ្នាំលោកបានបំពេញឧបសម្បទាជាភិក្ខុនៅក្នុងវត្តនោះដែរដោយមានព្រះឧបជានាមឡាស់និងលោកគ្រូសូត្រស្នាមនាមជ្រូកជាកម្មវាចាលោកគ្រូសូត្រឆ្វេងនាមអង្គជាអនុសាវនៈភិក្ខុអ៊ូបានរៀនសូត្រធម៌អានិងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់លោកគ្រូអាចារ្យទិតនៅវត្តអង្គបឹងចកបន្ទាប់មកលោកបានស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យជាច្រើនកន្លែងទៀតលោកបានគង់ក្នុងភ្នោះជាភិក្ខុបាន5ឆ្នាំលុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញក្រោយពេលលោកចាកសិក្ខាបទមកលោកបានជួយធ្វើការឪពុករបស់លោកដែលជាមេឃុំដោយមានងារជាក្រមផងជាស្មៀនផងដល់ពេលស្រុកភ័ណ្ឌប្រែលោកលាឈប់លែងធ្វើការរាជការហើយរស់នៅជាកសិករធម្មតាលោកជាអ្នកមានវោហារឡែបខាយប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណទាំងគតិលោកទាំងគតិធម៌ជាច្រើនព្រមទាំងចេះច្រៀងចេះភ្លេងនិងជាអ្នកចម្រៀងខ្សែស្ដៀវយ៉ាងចំណានធ្វើឲ្យកសិករឯទៀតស្រឡាញ់រាប់អានទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយគេនិយមហៅលោកថាភិរមងុយភិរមងុយមានមាឌធំដុកក្បាលពោះកាត់សក់ជ្រងលខ្លីទុកពុកមាត់ខាងលើនិយមស្លៀកសំពត់ចងក្បិនពាក់អាវកត្រង់ឡាវធំពាក់ស្បែកជើងផ្ទាត់និងមួកសម្បុកពេលដើរទៅណាមកណាលោកមានបង្វិចនិងឈើច្រត់កាន់ជានិច្ចពេលលោកសូត្រកំណាព្យលោកតែងដេញខ្សែដៀវកំដរខ្សែដៀវរបស់លោកអាចដោះចេញពីគ្នាហើយដំឡើងបានភ្លាមកាលណាលោកត្រូវការប្រើពេលណាលោកត្រូវការច្រៀងលោកស្រាយបង្វិចយកឃ្លោកសាដៀវមកផ្គុំនឹងឈើច្រត់បានជាដងជាផ្លែហើយដាក់ខ្សែរួចផ្ទាប់នឹងពួតធ្វើផើតប៉ោងហើយដេញយ៉ាងពីរោះពេលរដូវរំហើយក្រោយពីការងារស្រែចម្ការបានចំសពគ្រប់លោកតែងត្រូវបានប្រជាជនអញ្ជើញឲ្យទៅច្រៀងឬទេសនាក្នុងពេលមានបុណ្យទានពីភូមិមួយទៅភូមិមួយលោកមិនបានទារប្រាក់កម្រៃឈ្នួលពីប្រជាជនទេប៉ុន្តែដោយសារសេចក្តីគោរពស្រឡាញ់
ប្រជាជនតែងប្រមូលបច្ច័យស្រូវអង្ករជូនលោកតាមសេចក្តីនៃការជ្រះថ្លាពេលធ្វើដំណើរឆ្លងកាត់ក្រុងភ្នំពេញលោកតែងឈប់សំចតនៅវត្តឧណាឡោមហើយឆ្លៀតពេលនោះដើម្បីពិគ្រោះពិភាក្សាជាមួយនឹងសាមណេរភិក្ខុសង្ឃអំពីបញ្ហាផ្សេងដែលទាក់ទងនឹងព្រះពុទ្ធសាសនាក្នុងការច្រៀងក្តីទេសនាក្តីលោកតែងលើកយកបញ្ហាដែលជាបញ្ចបន្នភាពក្នុងពេលនោះមកធ្វើជាប្រធានបទដូចជាច្រៀងអំពីការប្រកបមុខរបររកស៊ីធ្វើស្រែចម្ការអំពីការជ្រើសរើសគូស្រករអំពីភាពក្រីក្រតោកយ៉ាករបស់ប្រជាជននិងមូលហេតុរបស់វាអំពីអវិជ្ជាអនក្ខរភាពរបស់ប្រជាជនខ្មែរអំពីភាពស្ពឹកស្រពន់មិនសកម្មស្វាហាប់ខាងធ្វើពលកម្មដាំដុះអំពីការបែកបាក់សាមគ្គីឆ្លោះទាស់ទែងតែគ្នាឯងទាំងក្រហមទាំងអ្នកបួសអំពីការជិះជាន់ជិះសង្កត់សង្កិនរបស់បរទេសមកលើប្រជាជនខ្មែរអំពីការបាត់បង់ឯករាជ្យភាពនិងអត្តភាពជាខ្មែរអំពីការរិចរឹលនៃវប្បធម៌អក្សរសាស្ត្រខ្មែរកិត្តិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវីអ៊ូនេះបានលើកខ្ទរខ្ទាខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះស៊ីសុវត្ថិបានត្រាស់ហៅលោកឲ្យចូលគភ៌និងច្រៀងថ្វាយលួងព្រះស៊ីសុវត្ថិពេញព្រះទ័យនិងថ្វីមាត់របស់លោកណាស់ទើបអនុញ្ញាតឲ្យលោកចូលបម្រើក្នុងក្រុមភ្លេងព្រះបរមរាជវាំងហើយបានប្រទានងារជាអ្នកព្រះភិរមភាសាអ៊ូប៉ុន្តែដោយនៅពេលនោះមាននាយក្រុមវាំងម្នាក់ឈ្មោះអ៊ូដែរនោះទើបលួងព្រះស៊ីសុវត្ថិទ្រង់ត្រាស់ឲ្យហៅថាងុយវិញដើម្បីកុំឲ្យច្រឡំគ្នាដូច្នេះបានជាលោកមានឈ្មោះមួយទៀតថាងុយឬក្រមងុយរៀងដរាបមកកិត្តិស័ព្ទរបស់អ្នកព្រះភិរមភាសាអ៊ូមិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេប៉ុន្តែបានសាយភាយទៅដល់ប្រទេសសៀមថែមទៀតស្ដេចសៀមក្រុមព្រះទម្រង់រាជានុភាពនិងលោកសេដេសជាតិបារាំងបានចូលគាល់លួងស៊ីសុវត្ថិពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះភិរមភាសាអ៊ូហៅងុយប្រគំឈ្នះគេខាងខ្សែដៀវកិត្តិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀមស្ដេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរមភាសាអ៊ូទៅច្រៀងថ្វាយឯក្រុងបាងកកលោកបានធ្វើដំណើរទៅស្រុកសៀមអស់រយៈពេល3ខែហើយបានទទួលសេចក្តីរាប់អានពីសំណាក់ព្រះមហាក្សត្រនិងមន្ត្រីសៀមពេលនោះស្ដេចសៀមបានប្រទានងារជាភិរមភាសាផៃរស់លឿកើននិងប្រទានលាវអាវប្រាក់ដួងព្រមទាំងប្រាក់និងវត្ថុផ្សេងទៀតជាច្រើនមានអំណាចថាក្នុងពេលធ្វើដំណើរត្រឡប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់តាមខេត្តបាត់ដំបងពេលនោះនៅខេត្តបាត់ដំបងមានអ្នកចម្រៀងម្នាក់ឯកឈ្មោះភិរមយូបានលើល្បីថាអ្នកព្រះភិរមភាសាអ៊ូពូកែច្រៀងលោកភិរមយូក៏មកសុំច្រៀងភ្នាល់ភិរមយូបានសួរព្រះភិរមងុយថាភ្នំព្រះសុម៉ែនៅឯណាមានទំហំប៉ុណ្ណាកម្ពស់ប៉ុន្មានយោជន៍ពីនេះទៅបើសិនជាវាស់តើមានប្រមាណគីឡូម៉ែត្រព្រះភិរមងុយឆ្លើយថាបើលោកឆ្ងល់យ៉ាងនេះតើលោកចង់ឲ្យខ្ញុំឆ្លើយត្រង់ឬឲ្យឆ្លើយកុហកភិរមយូថាបើសួរត្រង់ត្រូវតែឆ្លើយឲ្យត្រង់ភិរមងុយក៏ឆ្លើយកែដោះសារថាមានប៉ុណ្ណេះគីឡូប៉ុណ្ណេះម៉ែត្រហើយបើគិតពីបាត់ដំបងទៅមានចម្ងាយផ្លូវប៉ុណ្ណេះទៀតបើភិរមយូមិនជឿត្រូវទៅមើលចុះភិរមយូព្រមទទួលជឿហើយភិរមងុយក៏សួរវិញថាតើពីផ្សារបាត់ដំបងទៅភ្នំពេញបើទៅតាមថ្នល់មានប៉ុន្មានគីឡូបើទៅតាមទន្លេសាបវិញមានប៉ុន្មានគីឡូ
ភាគរំយូរក៏តួឆ្លើយមិនរួចហើយភាគរំងុយជារៀងបង្អាប់ភាគរំយូរយ៉ាងច្រើនថាកន្លែងធ្លាប់ទៅមកហើយជាប្រទេសរបស់ខ្លួនឯងភាគរំយូរមិនដឹងទៅហើយទៅសង្វាតសួរកន្លែងមិនដែលទៅបើទោះជាខ្ញុំកុហកក៏ត្រូវតែជឿខ្ញុំដែរភាគរំងុយបង្អាប់តតែភាគរំយូរតចុះពីកន្លែងច្រៀងហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភាគរំងុយយ៉ាងខ្លាំងលោកប្រមុខខេត្តបាត់ដំបងបានប្រគល់រង្វាន់នៃជ័យជំនះដល់ភាគរំងុយគឺសេះមួយក្បាលនិងប្រាក់សុទ្ធ400រៀលទៀតដូច្នេះហើយបានជាអ្នកចម្រៀងនានាមានការញញើតលោកណាស់មិនសូវមាននរណាហ៊ានច្រៀងតតាំងនឹងថ្មីមាត់លោកឡើយមានតែជំទប់សាន់នៅឃុំភ្លើងឆេះរទេះស្រុកភ្នំពេញដែលជាមិត្តភ័ក្តិនិងជាដៃគូរបស់លោកម្នាក់ប៉ុណ្ណោះទើបអាចតបតនឹងលោកបានពេលអ្នកចម្រៀងទាំងពីរនេះទៅច្រៀងនៅកន្លែងណាមនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយឆ្ងាយបានភ្លូកទៅស្ដាប់ជាច្រើននៅពេលក្រោយមកទៀតលោកសេដេសបាននាំព្រះភិរមភាសាអ៊ូទៅជួបលោកស្រីស៊ូសានកាពើឡេសដែលជានាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនៅក្រុងភ្នំពេញនៅឆ្នាំ1930លោកស្រីនាយិកាសូមឲ្យអ្នកព្រះភិរមភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់បែបរង្វើដើម្បីឲ្យអ្នកប្រាជ្ញនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានកត់ត្រាទុកជារង្វាន់នៅពេលនោះអ្នកស្រីស៊ីសានកាពេឡេបានឲ្យលោកនៅប្រាក់1រៀលជានិមិត្តរូបនៃការស្រឡាញ់វប្បធម៌អរិយធម៌ខ្មែរដោយចង់រក្សាទុកស្នាដៃនេះឲ្យបានយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយពុទ្ធសាសនបណ្ឌិតបានចាត់ចែងបោះពុម្ពស្នាដៃរបស់លោកជា4ច្បាប់ហើយក្រោយមកបានបោះបញ្ចូលគ្នាជាមួយច្បាប់វិញតាមពិតស្នាដៃរបស់លោកមានច្រើនប៉ុន្តែគេមិនបានកត់ត្រាព្រោះលោកតាំងុយជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់ស្នាដៃរបស់លោកដែលយើងរកឃើញរហូតមកដល់សប្តាហ៍ថ្ងៃនេះមាន5គឺ1ច្បាប់ល្បាយថ្មីបទកកតេឆ្នាំ1922 2ច្បាប់គេរកាថ្មីបទព្រហ្មគិតេឬព្រហ្មកិត្តឆ្នាំ1922 3សេចក្តីរំលឹកដាស់តឿនបទពាក្យ7ឆ្នាំ1931 4ពាក្យការប្រដៅជនប្រុសស្រីបទពាក្យ7មិនដឹងការបូលីឆេតអាចក្នុងឆ្នាំ1935ព្រោះជាស្នាដៃទី5 5បណ្ដាំក្រមងុយបទព្រហ្មកិត្តក្នុងរវាងឆ្នាំ1935ក្រៅពីស្នាដៃខាងលើនេះនៅមានស្នាដៃផ្សេងទៀតដែលគេរកមិនឃើញឯកសារសរសេរហើយដែលអ្នកស្រាវជ្រាវពីមុនមកបានចាត់ទុកថាជាស្នាដៃរបស់អ្នកព្រះភិរមភាសាអ៊ូដែរគឺចម្រៀងស្នេហ៍2ការប្រែប្រួលនៃស្រុកទេសកតញ្ញូកតវេទីត្រៃលក្ខណ៍ចម្រៀងស្រីប្រុសអ្នកព្រះភិរមមានភរិយាឈ្មោះអិនហើយមានបុត្រចំនួន6នាក់សុទ្ធតែប្រុសគឺ1ឈ្មោះដួង2ឈ្មោះជេង3ឈ្មោះចា4ឈ្មោះចិន5ឈ្មោះចុង6ឈ្មោះចែវក្នុងចំណោមកូនទាំង6នាក់មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហាប្រហែលនឹងលោកនោះគឺកូនទី5ដែលគេនិយមហៅថាអាចារ្យចុងមានព័ត៌មានខ្លះទៀតថាគាត់នឹងមានចៅម្នាក់ទៀតដែលមានវោហាល្បីខាងច្រៀងអាយ៉ៃដែរហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថានីស្លឹកនៅពេលច្រៀងអាយ៉ៃនីស្លឹកតែបង្ហាញខ្លួនគាត់ថាស្រុកខ្ញុំនៅឯលិចពួយចន្ទង់កូនអាចារ្យចុងចៅអាចារ្យងុយអ្នកព្រះភិរមភាសាអ៊ូបានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ6កើតខែមិគសេពុទ្ធសករាជ2479គ្រិស្តសករាជ1936ក្នុងជន្មាយុ71ឆ្នាំដោយជំងឺទល់លាមកអំពីជីវប្រវត្តិរបស់
នៅព្រះភិរមពិសាអូហើយងុយដែលខ្ញុំបានអានមកទាំងបាននេះគឺបានដកស្រង់ចេញអំពីសៀវភៅដែលបានប្រមូលចុងក្រងព័ត៌មានដោយ G Thun ហើយប្រសិនបើមានកំហុសឆ្គំឆ្គងដោយប្រការណាមួយនៅពាក្យពេចន៍សម្ដីដែលខ្ញុំអានទៅពុំបានច្បាស់លាស់ក៏សូមប្រិយមិត្តអ្នកស្ដាប់អ្នកទស្សនាអធិស្ឋានអភ័យទោសផងសូមអរគុណហើយសូមកុំភ្លេចជួយចុច like ក៏ដូចជា share និងចុច subscribe ដើម្បីបានទស្សនាអំពីវីដេអូដែលខ្ញុំបានផលិតទៅជាបន្តទៀតសូមអរគុណសូមជម្រាបលា